សៀវភៅដើរតាមបេះដូងវគ្គ12 8 នៅពេលអ្នកប្រឆាំងនឹងជីវិតតែងតែឈ្នះអ្នកជានិច្ចប្រសិនបើអ្នកប្រាថ្នាចង់បានច្រើននូវសន្តិភាពផ្លូវចិត្តចូរឈប់ដាក់ឈ្មោះឲ្យអ្វីៗដែលកើតឡើងថាល្អឬអាក្រក់តទៅទៀតទៅ 1. សំណាង 2. គំនិត 3. ចិត្តសន្តិភាព 4. រូបភាពទាំងមូល 1. សំណាង កាលពីព្រេងនាយមានកសិករចំណាស់ម្នាក់គាត់មានកូនប្រុសម្នាក់និងសេះមួយក្បាលថ្ងៃមួយសេះរបស់កសិករបានលួចរត់ចោលគាត់ហើយអ្នកជិតខាងបានចូលមកលួងលោមដោយពួកគេនិយាយថាសេះរបស់ឯងបានរត់បាត់ទៅហើយវាចាំជាសំណាងអាក្រក់មែនហើយកសិករចំណាស់តបវិញថាតើនរណាទៅដឹងថាវាជាសំណាងល្អឬសំណាងអាក្រក់នោះច្បាស់ណាស់វាគឺជាសំណាងអាក្រក់អ្នកជិតខាងនិយាយមួយសប្តាហ៍ក្រោយមកសេះរបស់កសិករក៏ត្រឡប់មកផ្ទះវិញហើយនាំសេះព្រៃចំនួន20ក្បាលផ្សេងទៀតមកជាមួយថែមទៀតផងអ្នកជិតខាងមកផ្ទះរបស់គាត់ដើម្បីអបអរសាទរហើយនិយាយថាព្រះជាម្ចាស់អើយឯងចាំជាសំណាងល្អខ្លាំងណាស់ដែលសេះរបស់ឯងត្រឡប់មកផ្ទះវិញហើយនាំសេះ20ក្បាលមកថែមទៀតហើយកសិករចំណាស់តបវិញថាតើនរណាទៅដឹងថាវាជាសំណាងល្អឬសំណាងអាក្រក់នោះថ្ងៃបន្ទាប់កូនប្រុសរបស់កសិករចំណាស់ឡើងជិះសេះមួយក្នុងចំណោមសេះទាំង20ក្បាលនោះគាត់ក៏ធ្លាក់បាក់ជើងម្ខាងអ្នកជិតខាងចូលមកលួងលោមគាត់ដោយនិយាយថាហេតុអ្វីក៏សំណាងអាក្រក់ម្ល៉េះហើយកសិករចំណាស់និយាយថាតើនរណាទៅដឹងថាវាជាសំណាងល្អឬសំណាងអាក្រក់នោះអ្នកជិតខាងរបស់គាត់មួយចំនួនប្រើជាមុំម៉ៅហើយតបវិញថាច្បាស់ណាស់វាគឺជាសំណាងអាក្រក់ឯងគិតថាកូនបាក់ជើងជាសំណាងល្អឬយ៉ាងណាចាំជាឈ្គួតមែនមួយសប្តាហ៍ទៀតកន្លងផុតទៅទាហានរាជវាំងនាំគ្នាដើរចូលមកក្នុងភូមិពួកគេប្រមូលក្មេងប្រុសៗដែលមានកាយសម្បទាល្អទៅច្បាំងនៅស្រមោលភូមិនៅទឹកដីបរទេសកូនប្រុសរបស់កសិករចំណាស់ដែលពិការជើងមិនត្រូវបានគេជ្រើសរើសយកឡើយអ្នកភូមិទាំងអស់បានចូលមកអបអរសាទរគាត់ដោយនិយាយថាឯងចាំជាសំណាងមែនដែលគេមិនបានចាប់កូនប្រុសឯងទៅហើយកសិករចំណាស់ឆ្លើយតបវិញថាតើនរណាទៅដឹងទៅយើងអាចចំណាយពេលពេញមួយជីវិតដើម្បីហៅអ្វីៗដែលកើតឡើងថាល្អបែបនេះឬបែបនោះអាក្រក់បែបនេះឬបែបនោះមួយនេះអាក្រក់មួយនោះអាក្រក់មួយនោះល្អទង្វើនេះគឺជាទង្វើឥតប្រយោជន៍យើងដាក់ឈ្មោះឲ្យព្រឹត្តិការណ៍មួយថាអាក្រក់ឬអពមង្គលនៅពេលយើងមើលមកវាតែមួយចំណិតឬតែ 1% នៃរូបភាពទាំងស្រុងតែប៉ុណ្ណោះបើអ្នកជឿកាន់តែយូរថាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតចេះតែខុសបែបនេះឬបែបនោះវានឹងបន្តខុសបែបនេះទៅមុខទៀតមិនខានដរាបណាអ្នកចេះតែបន្តដឹកនាំជីវិតតាមរយៈការត្រគួសបោកបោកនិងការស្រែករអ៊ូរទាំគ្មានអ្វីអាចដំណើរការល្អទេក្នុងជីវិតរបស់អ្នកប៉ុន្តែខណៈពេលដែលអ្នកផ្លាស់ប្ដូរទស្សនៈឬផ្នត់គំនិតរបស់អ្នកអ្វីៗនឹងផ្លាស់ប្ដូរមួយរំពេចអ្នកខកដំណើរយន្តហោះហើយស្រែកថាវាចាំជាអាក្រក់មែនកំពុងតែប្រញាប់ផងមនុស្សកំពុងតែរងចាំខ្ញុំត្រូវតែជិះជើងហោះហើរនេះបើអ្នកបន្តស្ថិតនៅក្នុងផ្នត់គំនិតបែបហ្នឹងផ្នត់គំនិតនេះនឹងធ្វើឲ្យមនុស្សផ្សេងដណ្ដើមកៅអីរបស់អ្នកវាធ្វើឲ្យកាហ្វេកំពប់លើជើងរបស់អ្នកហើយវានឹងធ្វើឲ្យអ្នកបាត់អីវ៉ាន់ថែមទៀតផងក៏មិនដឹងចូលចងចាំថានៅពេលអ្នកប្រឆាំងនឹងជីវិតតែងតែឈ្នះអ្នកជានិច្ចរឿងរ៉ាវនឹងប្រែជាប្រសើរឡើងក្នុងខណៈពេលដែលអ្នកនិយាយថាវាគ្មានគ្រោះថ្នាក់កើតឡើងនៅក្នុងជីវិតរបស់ខ្ញុំកំពុងតែស្ថិតនៅកន្លែងដែលខ្ញុំចង់នៅអ្នកអាចជួបមិត្តភ័ក្តិចាស់ណាម្នាក់ដែលអាចបង្កើតមិត្តភ័ក្តិថ្មីបានយ៉ាងស្រួលអ្នកនឹងមានពេលវេលាដើម្បីអានសៀវភៅហើយជីវិតនឹងចាប់ផ្ដើមមានលក្ខណៈប្រសើរឡើងការគិតតាមរយៈកលៈទេសៈជាក់ស្ដែងដែលអ្នកកំពុងឃើញដោយភ្នែកគឺមិនអាចជួយអ្នកបានរហូតឡើយអ្នកដាក់ពាក្យសុំការងារប៉ុន្តែអ្នកបរាជ័យក្នុងកលៈទេសៈនេះបើអ្នកនិយាយនឹងខ្លួនឯងថានោះជាការងាររបស់ខ្ញុំមានគុណសម្បត្តិនិងបទពិសោធន៍ការងារគ្រប់គ្រាន់ហើយឥឡូវជីវិតរបស់ខ្ញុំកំពុងតែខ្ទេចខ្ទីពាក្យសម្ដីនេះអាចធ្វើឲ្យអ្នកក្លាយជាមនុស្សសម្រាមបានអ្នកក្លាយជាមនុស្សសម្រាមមួយសប្តាហ៍ឬក៏ពេញមួយជីវិតបានបើអ្នកចង់អ្នកអាចការពារករណីនេះរបស់អ្នកដោយយកហេតុផលដែលកំពុងតែកើតឡើងចំពោះមុខអ្នកជាក់ស្ដែងដូច្នេះការការពារនេះធ្វើឲ្យករណីរបស់អ្នកត្រឹមត្រូវពិតប្រាកដមែនប៉ុន្តែវាមិនអាចជួយធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងបានឡើយព្រោះដំណើរជីវិតគឺមិនអាស្រ័យលើហេតុផលតែម្យ៉ាងនោះឡើយដូច្នេះប្រសិនបើអ្នកប្រាថ្នាចង់បានសន្តិភាពផ្លូវចិត្តចូលកុំវិភាគលើព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងដើម្បីបង្កើតហេតុផលថាវាជាកលៈទេសៈល្អឬអាក្រក់បែបនេះឬបែបនោះ
ពលគឺអ្នកគ្រាន់តែឈប់មើលទៅព្រឹត្តិការណ៍នឹងដោយឈរលើពីអាក្រក់និងល្អទៅបានហើយនៅក្នុងសៀវភៅរបស់គាត់ក្រុមចំណងជើងថា The Flagship Perspective របស់ Dan Black បានសរសេររឿងពិតមួយចំនួនគឺទី1ក្មេងអាយុ16ឆ្នាំដែលពិការជើងទាំងពីរក្រោយគ្រោះថ្នាក់កើតឡើងក្នុងដីកសិដ្ឋានមួយកន្លែងបានក្លាយជាកីឡាបាល់បោះដ៏ល្បីល្បាញម្នាក់និងទី2បុរសដែលមានអាយុពាក់កណ្ដាលជីវិតម្នាក់បានមើលឃើញឡើងវិញបន្ទាប់ពីងងឹតភ្នែកតាំងពីកំណើតកីឡាបាល់បោះម្នាក់នោះគឺឈ្មោះថា Kate Brickman ហើយបានក្លាយជាអត្តពលករជិះរទេះលេងបាល់ដ៏ល្បីល្បាញម្នាក់ក្នុងលោកពេលត្រូវបានគេសម្ភាសន៍ Kate បាននិយាយថាខ្ញុំមិនដឹងថាខ្ញុំក្លាយជាមនុស្សបែបណាបើខ្ញុំមានជើងទាំងពីរដោយកាលពីមុនឥឡូវនេះខ្ញុំដឹងថាខ្ញុំបានធ្វើអ្វីខ្លះហើយខ្ញុំក៏ដឹងផងដែរថាខ្ញុំចង់បានអ្វីក្នុងជីវិតគឺមានសេចក្តីរីករាយខ្លាំងណាស់ខ្ញុំមិនចង់ឲ្យជីវិតរបស់ខ្ញុំមានអ្វីខុសពីនេះទេហើយបុរស52ឆ្នាំនោះបានមើលឃើញឡើងវិញក្រោយពីទទួលការវះកាត់ការនៅពីការភ្នែកមើលអ្វីមិនឃើញអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់គាត់មានដំណើរការល្អជាប្រក្រតីចិត្តប៊ីទូរបស់គាត់ឈ្មោះថា Richard Gary បានថ្លែងថាប៉ុន្តែក្រោយពីភ្នែករបស់គាត់បានមើលឃើញឡើងវិញភាពជោគជ័យអស្ចារ្យរបស់គាត់ពីមុនមកហាក់ដូចជាធ្លាក់ចុះហើយគោលចំហរបស់គាត់វិញក៏ហាក់ដូចជាកំពុងតែបាត់បង់បន្តិចម្ដងក្រោយពីទទួលបានភ្នែកទាំងគូបុរសម្នាក់នេះមើលឃើញតែសេចក្តីខកចិត្តហើយមួយឆ្នាំក្រោយមកគាត់ស្លាប់នៅក្នុងអារម្មណ៍ធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ2គំនិតបើពន្យល់តាមភាសាសាមញ្ញងាយយល់យើងមើលទៅពិភពលោកហើយឃើញតែពីររបស់ពីរប៉ុណ្ណោះគឺទី1ពិភពលោកនេះគឺរញ៉េរញ៉ៃណាស់ទី2ពិភពលោកនេះគឺគ្មានអ្វីខុសទេអ្វីមានសភាពទៅតាមធម្មជាតិរបស់វាពិភពលោកនេះគឺរញ៉េរញ៉ៃណាស់វាត្រូវការថាមពលច្រើនសម្បើមណាស់ដើម្បីប្រឹងប្រែងរកកំហុសដែលកំពុងស្ថិតនៅក្នុងរបស់គ្រប់បែបយ៉ាងដើម្បីអង្គុយឈឺចិត្តដោយសារមនុស្សមួយចំនួនដែលតែងតែបោកប្រាស់និងលួចប្លន់គេដើម្បីអង្គុយរែងចិត្តគិតថាមនុស្សខ្លះខ្ជិលបែបនេះឬបែបនោះដើម្បីអង្គុយបន្ទោសថាមនុស្សខ្លះស៊ីច្រើនពេកចាយច្រើនពេកនិងថាមនុស្សខ្លះធ្វើបុណ្យតែទទួលបាបឯមនុស្សខ្លះធ្វើបាបតែទទួលបានបុណ្យទៅវិញឡាហើយទង្វើចេះតែអង្គុយរអ៊ូរទាំនិងរិះគន់បែបនេះនៅទីបំផុតទៅនឹងធ្វើឲ្យអ្នកខ្លាចជាមនុស្សម្នាក់ដែលពោរពេញដោយសេចក្តីទុក្ខឥតលះហើយយើងអាចចង្អុលទៅមនុស្សអត់ឃ្លានទៅតាមចិញ្ចើមថ្នល់ក្នុងទីក្រុងខាលកូតាប្រទេសឥណ្ឌាហើយនិយាយថាប្រទេសនេះកំពុងតែមានដំណើរការខុសហើយទង្វើនេះអាចជាលេសមួយសម្រាប់ដោះសារដើម្បីរំដោះខ្លួនចេញពីទំនួលខុសត្រូវក្នុងការកសាងជីវិតរបស់ខ្លួនឲ្យប្រព្រឹត្តទៅបានល្អប្រសិនបើអ្នកគឺជាជនជាតិឥណ្ឌាម្នាក់ឬប្រសិនបើអ្នករស់នៅក្នុងទីក្រុងកាលកាតាដើម្បីជួយជនជាតិឥណ្ឌាអត់ឃ្លានទាំងនោះដោយផ្ទាល់អ្នកនឹងយល់ច្បាស់អំពីមូលហេតុដែលស្ថិតនៅពីក្រោយជីវិតខ្វះខាតរបស់ពួកគេមិនខានប៉ុន្តែការឈរមើលពីចម្ងាយហើយវាតម្លៃស្ថានភាពដោយមិនបានយល់គ្រប់ជ្រុងជ្រោយគឺមិនអាចជួយអ្នកដើម្បីដោះស្រាយវាបានទេប្រសិនបើអ្នកចង់ឲ្យវាមានការផ្លាស់ប្ដូរហើយធ្វើអ្វីមួយចំពោះស្ថានភាពនោះនេះទៅជាទង្វើដែលមានប្រយោជន៍ប៉ុន្តែការអង្គុយស្ដីបន្ទោសគឺមិនអាចជួយអ្វីបានឡើយអ្នកម្ដាយទេរេសាមិនមែនជាមនុស្សដែលចូលចិត្តអង្គុយស្ដីបន្ទោសឡើយប៉ុន្តែអ្នកម្ដាយគឺជាមនុស្សដែលចូលចិត្តធ្វើសកម្មភាពពិភពលោកនេះគឺគ្មានអ្វីខុសទេអ្វីមានសភាពទៅតាមធម្មជាតិរបស់វាជំរើសមួយទៀតគឺត្រូវទទួលយកពិភពលោកទៅតាមធម្មជាតិរបស់វាអ្នកនិយាយថាតើមានផតតាំងអ្វីមកបញ្ជាក់ថាពិភពលោកនេះគ្មានអ្វីខុសកើតឡើងផតតាំងដើម្បីបញ្ជាក់គឺនៅត្រង់ថាពិភពលោកនេះតែងតែមានដំណើរការដោយខ្លួនវានិងទៅតាមធម្មជាតិនិងរចនាសម្ព័ន្ធរបស់វាព្រះច័ន្ទធ្វើដំណើរជុំវិញផែនដីហើយផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យផ្កាកុលាបចេញផ្កាហើយក៏រីកហើយក៏រោយទៅវិញបាក់សាបាក់សីស្រែកច្រៀងមនុស្សចេះរៀបការហើយក៏ចេះលេងលះគ្នាអ្នកចិត្តខាងចេះឆ្លោះតោះតេងគ្នាឡាក់ទាំងអស់នេះគឺសុទ្ធតែជាផ្នែកនីមួយនៃពិភពលោកដែលកើតឡើងជាធម្មតាពីមុនក៏មានរឿងបែបហ្នឹងកើតឡើងពេលនេះក៏មានរឿងបែបហ្នឹងកើតឡើងហើយទៅថ្ងៃអនាគតក៏នឹងមានរឿងបែបហ្នឹងកើតឡើងពេលនិយាយថាមនុស្សមិនគួរណាឈឺសោះមនុស្សមិនគួរណានិយាយកុហកសោះសម្ដីនឹងតើខុសអីនឹងការនិយាយថាព្រះអាទិត្យគឺធំពេកហើយកុំឆ្ងល់អីអ្វីគឺតែងតែមានដំណើរការទៅតាមរចនាសម្ព័ន្ធរបស់វារៀងខ្លួន Mary និយាយថាតើតែពិភពលោកមានសន្តិភាពទើបខ្ញុំអាចសប្បាយចិត្តទៅបានសម្ដីនេះស្ដាប់មើលទៅសមហេតុផលណាស់ប៉ុន្តែវាមិនប្រកបដោយបញ្ញាទេទង្វើដែលគាត់ប្រសើរជាងនោះគឺយើងត្រូវតែធ្វើខ្លួនឲ្យសប្បាយនៅក្នុងខណៈនីមួយហើយបើយើងម្នាក់សុទ្ធតែធ្វើឲ្យបរិស្ថានរបស់ខ្លួនពេញដោយសន្តិភាពការនេះគឺមានន័យថាយើងកំពុងតែធ្វើឲ្យពិភពលោកកាន់តែមានសន្តិភាព
យើងត្រូវតែទទួលពិភពលោកទៅតាមលក្ខណៈធម្មជាតិរបស់វាប៉ុន្តែយើងក៏នៅតែអាចទទួលខុសត្រូវដើម្បីធ្វើអ្វីៗដែលស្ថិតនៅលើផ្ទៃពិភពលោកនេះឲ្យមានលក្ខណៈប្រសើរឡើងបានផងដែរបើមិនដោយសាររបស់នេះទេខ្ញុំនឹងសប្បាយចិត្តមិនខាននាយកប្រតិបត្តិដែលចូលនិវត្តន៍ម្នាក់បានប្រាប់ខ្ញុំថាខ្ញុំធ្លាប់ព្រួយបារម្ភអំពីការគ្រប់គ្រងលុយរាប់លានដុល្លារឥឡូវនេះខ្ញុំបែរជាមកមានអារម្មណ៍ stress ដោយសារកិច្ចការតូចតាចដូចជាបង្អួចប្រឡាក់ធូលីនិងកាត់ស្មៅមុខផ្ទះគាត់បាននិយាយថាបច្ចុប្បន្ននេះខ្ញុំមានរឿងធំតិចតួចដើម្បីព្រួយបារម្ភប៉ុន្តែខ្ញុំបែរជាមកព្រួយបារម្ភច្រើនអំពីរឿងតូចតាចដែលគ្មានសារៈសំខាន់ទាល់តែសោះទៅវិញវាគឺជាការពិតមនុស្សយើងមានទម្លាប់ស្វែងរករឿងផ្សេងដើម្បីបំពេញអារម្មណ៍ខ្លួនឲ្យកើតសេចក្តីព្រួយចូលសាកល្បងស្រមៃមើលខ្លួនឯងកំពុងអង្គុយលើយន្តហោះមួយដែលត្រូវធ្វើដំណើរក្នុងរយៈពេល12ម៉ោងពេលយន្តហោះបានហោះឡើងភ្លាមអ្នកសង្ឃឹមថានឹងបានសម្រេចដើម្បីបន្ធូរអារម្មណ៍ពីការងារឬក៏អាចគេងបានខ្លះៗនៅលើយន្តហោះថែមទៀតផងប៉ុន្តែភ្លាមនោះស្រាប់តែអ្នកសង្កេតឃើញរឿងមួយបុរសម្នាក់ដែលអង្គុយក្បែរអ្នកកំពុងស្រែកតែស្រមុកហើយការស្រមុករបស់គាត់គឺដូចជាសំឡេងនាឡិកាពាក់ជញ្ជាំងដែលបន្លឺសំឡេងក្នុងរយៈពេល6វិនាទីម្ដងអញ្ចឹង1 2 3 4 5ស្រមុក1 2 3 4 5ស្រមុកអូព្រះអើយម្នាក់នេះស្រមុកលឺដោយរទេះភ្លើងអ្នកនិយាយនឹងខ្លួនឯងបើខ្ញុំមិនអង្គុយក្បែរមនុស្សស្រមុកបែបនេះទេមិនដឹងជាសប្បាយចិត្តយ៉ាងណាអ្នកដកម៉ាស៊ីនគិតលេខពីកាបូបស្រមុក10ដងក្នុង1នាទីគុណនឹងដូច្នេះពេលទៅដល់អាកាសយានដ្ឋាន Frankfurt ម្នាក់នេះនឹងស្រមុក7200ដងអូព្រះអើយស្លាប់ខ្ញុំហើយពេលនេះប្រហែលជាយប់ដ៏មហាសែនអាក្រក់បំផុតរបស់ខ្ញុំហើយឡើងមកអង្គុយក្នុងយន្តហោះមួយសន្ទុះធំទៅហើយអ្នកនៅតែមិនទាន់បានសង្កេតឃើញកូនងាម្នាក់ដែលកំពុងតែដេកយ៉ាងស្កប់ស្កល់នៅខាងក្រោយអ្នកប៉ុន្តែឥឡូវនេះវាក្រោកពីដំណេកហើយចាប់ផ្ដើមធ្វើតេស្តសួតរបស់វាសំឡេងយំងើមិនឈប់របស់កូនងានៅលើយន្តហោះដែលហោះត្រង់មិនឈប់នៅអាកាសយានដ្ឋានណាមួយសោះនោះគឺជារឿងដែលមិនអាចទ្រាំបានឡើយនេះមកពីដំណាក់កាលដែលអ្នកនិយាយនឹងខ្លួនឯងថាមុននេះបន្តិចខ្ញុំខ្វល់ខ្វាយចិត្តនឹងមនុស្សស្រមុកខ្ញុំអាចទ្រាំបានប៉ុន្តែចុះកូនងាដែលយំងើជាប់មិនដាច់នេះទេមិនអាចទ្រាំបានទេខ្ញុំធុញទ្រាន់នឹងពេញបន្ទុកហើយឥឡូវនេះកត្តាសំខាន់គឺដោយសារតែនៅខណៈនេះអ្វីៗគឺក្រឡាប់ចាក់ហើយប្រែជាអាក្រក់ទាំងអស់ដោយគ្មានប្រកាសអាសន្នអីបន្តិចយន្តហោះដ៏ធំអស្ចារ្យរបស់អ្នកស្រាប់តែញាក់ស្មាហើយបោះពួយហោះសំយងក្បាលចុះទៅកាន់ផែនដីអ្នកមានអារម្មណ៍ថាមុខរបស់អ្នកឡើងសស្លាំងគ្មានឈាមហើយក្រពះរបស់អ្នកឡើងមកដល់បំពង់កទៅហើយម្នាក់កំពុងតែស្រែកយ៉ាងខ្លាំងលូកដៃទាញយកអាវការពារបណ្ដាលអ្នកចរចាជាមួយនឹងព្រះជាម្ចាស់បណ្ដាអូព្រះជាម្ចាស់អើយបើព្រះអង្គជួយខ្ញុំឲ្យចេញផុតពីគ្រោះថ្នាក់នេះខ្ញុំសូមស្បត់ថាខ្ញុំលែងខឹងមនុស្សស្រមុកទៀតហើយខ្ញុំនឹងធ្វើខ្លួនឲ្យសប្បាយទោះបីត្រូវអង្គុយស្ដាប់ក្មេងយំរហូតដល់អឺរ៉ុបក៏ដោយយន្តហោះត្រូវបានគ្រប់គ្រងហើយវាចាប់ផ្ដើមហោះឡើងទៅលើវិញភីឡុតប្រកាសដើម្បីសុំទោសដោយសារតែរលកខ្យល់កើតឡើងដោយចៃដន្យក្មេងឈប់ស្រែកយំហើយម្នាក់ដែលស្រមុកនោះក៏ភ្ញាក់ពីដេកដែរអ្នកធ្វើតាមពាក្យសម្បត្តិដោយបន្តធ្វើខ្លួនឲ្យមានសន្តិភាពប៉ុន្តែបន្តិចក្រោយមកសាក់ទីទៅមើលថាតើមានអ្វីកើតឡើងបុរសម្នាក់នោះចាប់ផ្ដើមគេងហើយស្រមុកបន្តទៀតអូព្រះអើយបើមិនអង្គុយក្បែរម្នាក់នេះមិនដឹងជាសប្បាយចិត្តយ៉ាងណាទេនេះហើយគឺជាដំណើររបស់ជីវិតពោលគឺយើងមានរបស់មួយដែលគេហៅថាភាពព្រួយបារម្ភជាប្រព័ន្ធនិងមានរឿងដែលសំខាន់បំផុតដែលទាមទារឲ្យយើងត្រូវតែព្រួយបារម្ភជាងរឿងដែលសំខាន់តិចជាងវាពេលយើងបាក់ជើងច្បាស់ណាស់យើងលែងបារម្ភពីរឿងឈឺក្បាលរហូតតតែជើងជាសះស្បើយទើបយើងងាកមកព្រួយបារម្ភពីរឿងឈឺក្បាលម្ដងប្តីដែលដេកស្រមុកតែងតែធ្វើឲ្យយើងមួម៉ៅមិនឈប់ប៉ុន្តែដល់ពេលយប់មួយក្រេសាប់តែភ្លើងឆេះយើងក៏ភ្លេចរឿងដេកស្រមុករបស់គាត់អស់រលីងដូច្នេះតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយអារម្មណ៍ខឹងសម្បារដំបូងយើងត្រូវរៀនចំណាំថាអារម្មណ៍ស្ទះរបស់យើងគឺបង្កឡើងដោយដុំភ្លើងកំហឹងមួយចំនួននៅក្នុងខួរក្បាលខណៈដែលពេលដែលយើងបន្ធូរបន្ថយកម្ដៅនៃដុំភ្លើងនីមួយៗឬក៏ទម្លាក់ពួកវាចោលព្រមគ្នាតែម្ដងពេលនោះយើងមិនខឹងសម្បារឡើយព្រោះស្ថានភាពដែលកំពុងតែកើតឡើងនៅក្នុងពិភពលោកជុំវិញខ្លួនมันអាចចាក់ប្រេងបញ្ឆេះដុំភ្លើងនោះបានទេមួយទៀតយើងអាចធ្វើការសម្រេចចិត្តប្រកបដោយឆន្ទៈថាពេលនេះខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលមកបំផ្លាញថ្ងៃដ៏ល្អរបស់ខ្ញុំនោះឡើយឬយើងអាចធ្វើសន្ធិសញ្ញាជាមួយនឹងខ្លួនឯងមួយថាគ្មានបុគ្គលិកធនាគារណាគ្មានអ្នកយាមឡានណាគ្មានប៉ូលីសចរាចរណ៍ណាគ្មានអ្នកបម្រើណាអាចធ្វើឲ្យខ្ញុំមានអារម្មណ៍រញ៉េរញ៉ៃក្នុងរយៈពេល24ម៉ោងនេះបានឡើយឬយើងអាចរំលឹកខ្លួនយើងថានៅក្នុងបរិបទនៃព្រឹត្តិការណ៍ពិភពលោកការឈរឆ្លោះប្រកែកគ្នាជាមួយនឹងមន្ត្រីត្រួតពិនិត្យដែលឆ្លើយគ្មានសីលធម៌គឺជារឿងដែលគ្មានអ្វីអស្ចារ្យឡើយ
គំនិតសំខាន់យើងតែងតែមានជំរើសផ្សេងក្រៅអំពីជំរើសខឹងវាអាចទៅរួចដើម្បីធ្វើឲ្យខ្លួនមានអារម្មណ៍ល្អហើយសប្បាយចិត្តជានិច្ចច្បាប់ដែលងាយបំផុតដើម្បីប្រកាន់ភ្ជាប់ទោះបីជាមនុស្សធ្វើទង្វើបែបណាក៏ដោយចំពោះយើងឬទោះបីជាខ្សែជីវិតយើងមានដំណើរការបែបណាក៏ដោយគឺត្រូវធ្វើខ្លួនឲ្យក្លាយជាមនុស្សរីករាយមូលហេតុអ្វីដែលខ្ញុំគួរតែរៀនគ្រប់គ្រងគំនិតរបស់ខ្លួនឯងមានហេតុផលពីរយ៉ាងទី1គឺព្រោះតែអ្នកមិនអាចគ្រប់គ្រងបរិស្ថានខាងក្រៅខ្លួនរបស់អ្នកបានទេដូចជាអាកាសធាតុឬទស្សនៈរបស់អ្នកដទៃដែលមានចំពោះអ្នករបស់តែមួយគត់ដែលអ្នកអាចគ្រប់គ្រងបានពេញទីហើយគឺជារបស់ដែលមានសារៈសំខាន់បំផុតផងដែរនោះគឺគំនិតរបស់អ្នកនឹងឯងទី2គឺព្រោះតែរបស់ខាងក្រៅខ្លួនមិនអាចធ្វើឲ្យអ្នកសប្បាយរីករាយជាប់រហូតបានឡើយខ្ញុំនិយាយថាប្រសិនជាខ្ញុំមានរបស់អីខ្ញុំនឹងសប្បាយចិត្តមិនខាននិយាយបែបនេះគឺខុសហើយឧទាហរណ៍ខ្ញុំអាចរីករាយសឹងតែ24ម៉ោងប៉ុន្តែបន្តិចក្រោយមកចិត្តរបស់ខ្ញុំស្រាប់តែរសេះរសោះរករបស់ទើសចិត្តតតែបានដូចជាចិត្តនេះចេះតែស្រមៃចង់បានឡានអាល្លឺម៉ង់ម៉ាក Porsche ហើយប្រាថ្នាឲ្យវាធ្លាក់ពីលើមេឃមកភ្លាមខ្ញុំក៏ប្រែជាស្រមៃអណ្ដែតអណ្ដូងខ្ញុំជិះវាទៅផ្សារពេលចេញពីផ្សារក៏ស្រាប់តែមានក្មេងៗមួយក្រុមណារិញរទេសដាក់អីវ៉ាន់មកបុកនឹងឡានរបស់ខ្ញុំភ្លាមនោះខ្ញុំក៏និយាយថាខ្ញុំនឹងមិនសប្បាយចិត្តឡើយបើខ្ញុំចាប់អាក្មេងចំគត់នេះមិនបានពេលស្រមៃឡើងវិញអំពីគ្រោះថ្នាក់ណាមួយដែលបានកើតឡើងនៅសប្តាហ៍មុនពេលនោះចិត្តរបស់អ្នកនឹងប្រែជាមួម៉ៅមិនខានដូចជាអ្នកត្រូវបានគេបំពានពេលធ្វើចរាចរណ៍តាមផ្លូវឬមិត្តប្រុសរបស់អ្នកភ្លេចថ្ងៃខួបកំណើតរបស់អ្នកឬការបូបលុយរបស់អ្នកត្រូវបានគេលួចជាដើមចូលចងចាំថាគ្រោះថ្នាក់ទាំងអស់នេះគឺមិនមែនជារបស់ដែលរំខានចិត្តរបស់អ្នកនោះទេប៉ុន្តែការគិតរបស់អ្នកត្រឡប់ទៅរឿងទាំងអស់នោះទេដែលកំពុងបំពុលចិត្តរបស់អ្នកនិយាយថានរណាក៏មួម៉ៅដោយសារវាដែរខុសហើយមនុស្សភាគច្រើនគឺមួម៉ៅមែនតែមិនមែនមនុស្សគ្រប់គ្នាឡើយជីវិតរបស់យើងគ្រប់គ្នាត្រូវបានកំណត់ឬបង្កាត់បន្សាំឲ្យគិតបែបនេះចំពោះរឿងមួយនេះនិងគិតបែបនោះចំពោះរឿងនោះដូច្នេះគំនិតរបស់យើងទេដែលធ្វើឲ្យយើងមិនសប្បាយចិត្តហើយយើងអាចផ្លាស់ប្ដូរគំនិតរបស់យើងបានគំនិតសំខាន់អ្នកអាចបង្កើនគុណភាពជីវិតរបស់អ្នកបានដោយធ្វើការលើគំនិតរបស់អ្នកព្រោះគំនិតរបស់អ្នកតែងតែជះឥទ្ធិពលលើអារម្មណ៍របស់អ្នកជាប់ជានិច្ចសូមអរគុណសូមរងចាំស្ដាប់ភាគបន្ត